មនុស្សម្នាក់អារម្មណ៍មួយមនុស្ស100នាក់10000នាក់ចាតាអារម្មណ៍រាប់រយអារម្មណ៍ដែលបានបង្ហាញនៅក្នុងប្រព័ន្ធ social media ដែលយើងបានអូសកាត់ឃើញរាល់ថ្ងៃរាល់វិនាទីនៅពេលនេះតើអ្នកទាំងអស់គ្នាដែរគិតថាតើខួរក្បាលរបស់យើងនឹងវាទទួលយកបានឬក៏អត់ចានៅពេលដែលភ្នែកយើងបានមើលឃើញត្រចៀកយើងបានស្ដាប់ឮរាល់រឿងរ៉ាវទាំងអស់នោះវាបានថតទុកនៅក្នុងខួរក្បាលរបស់យើងហើយវានឹងបញ្ចេញនៅពេលដែលយើងគេងនៅពេលយប់នៅពេលដែលយើងសម្រាកហើយនៅពេលដែលយើងគេងយើងតែងតែភ្ញាក់ឬមួយក៏នៅពេលដែលគេងគឺយើងមិនស្កប់ដោយសារតែកត្តានេះនៅពេលដែលយើងព្យាយាមទទួលយកនៅការថាធម្មពលអវិជ្ជមានច្រើនពេកនៅពេលថ្ងៃហ្នឹងវាធ្វើឲ្យរាងកាយយើងហ្នឹងវាអស់ធម្មពលចាអញ្ចឹងហើយរឿងរ៉ាវណាដែលមិនល្អអ្នកទាំងអស់គ្នាគុំចំណាយពេលគិតឬក៏បដោតច្រើនពេករឿងខ្លះវាគ្រាន់តែជាយុទ្ធសាស្ត្រទីផ្សារដែលពួកគេប្រើដើម្បីយក view រកចំណូលពីការមើលឃើញតែប៉ុណ្ណោះចាហើយអ្នកទាំងអស់គ្នាសាកគិតមើលរាល់អ្វីដែលអ្នកទាំងអស់គ្នាឃើញមិនថាតើតង់ហឹង្សាគ្រោះថ្នាក់ចរាចរណ៍វិបត្តិឬក៏ការលុបទឹកសម្លាប់ខ្លួនឬក៏បញ្ហាផ្សេងៗដែលអ្នកទាំងអស់គ្នាបានមើលឃើញរាល់ថ្ងៃឬក៏រាល់ឥឡូវនេះតើអ្នកទាំងអស់គ្នាគិតថាតើគួរក្បាលអ្នកទាំងអស់គ្នាហ្នឹងវាទទួលយកបានអត់វាត្រូវការពេលសម្រាប់អត់សូម្បីតែកុំព្យូទ័រវានៅត្រូវការពេលឲ្យយើង restart ឲ្យចុះតម្រង់ខួរក្បាលរបស់យើងទទួលរឿងរ៉ាវទាំងអស់នេះរហូតពេលខ្លះយើងខឹងយើងក្រោធយើងមួម៉ៅទាំងអត់ដឹងមូលហេតុចាជួនកាលយើងកើតសតិអារម្មណ៍ដោយសារតែរឿងរ៉ាវនៅជុំវិញខ្លួនរបស់យើងនេះអត់មាននរណាម្នាក់ធ្វើបាបយើងឬក៏អត់មាននរណាម្នាក់មកដាក់សម្ពាធលើយើងទេប៉ុន្តែយើងបែរជាកាត់សតិអារម្មណ៍កាត់ជាមនុស្សដែលមុំមងຕົកសោកដោយសារតែយើងឃើញរឿងរ៉ាវជាច្រើនដែលកើតឡើងនៅក្នុងសង្គមចាវាបានជាអត្តពលមកដល់ការគិតខួរក្បាលរបស់យើងនិងផ្លូវចិត្តរបស់យើងចាអញ្ចឹងរឿងរ៉ាវខ្លះវាគួរតែយើងមើលរំលងយើងគួរតែបោះវាចោលចាកុំចំណាយពេលក្នុងការចាប់យកវាមកដាក់ក្នុងចិត្តអ្នកខ្លះក៏ចែករំលែកតែរឿងអកតេរឿងអវិជ្ជមានដើម្បីទាញយកការចាប់អារម្មណ៍ប៉ុន្តែយើងត្រូវគិតពីលទ្ធផលគិតពីអត្តពលដែលវាប៉ះពាល់ទៅដល់ខួរក្បាលរបស់អ្នកដែលគាត់មើលចាធ្វើឲ្យមនុស្សមួយចំនួនកាន់តែទ្រុឌទ្រោមផ្លូវចិត្តបាក់ទឹកចិត្តដោយសារតែគាត់ឃើញតែរឿងរ៉ាវគេថាអពមង្គលចោះចាអញ្ចឹងមនុស្សយើងគាត់ពេលខ្លះគាត់អត់មានចិត្តគ្រប់គ្រាន់ក្នុងការបដោតទៅលើគោលដៅបដោតទៅលើការងារបដោតទៅលើស្នេហារបស់ពួកគាត់ទេចាធ្វើឲ្យពួកគាត់បាត់បង់ភាពពិតប្រាកដឬក៏ក្តីសុខពិតប្រាកដដែលពួកគាត់ត្រូវការចាអញ្ចឹងខ្ញុំគ្រាន់តែសង្ឃឹមថាអ្នកទាំងអស់គ្នាចាយើងគ្រាន់តែបែងចែកឲ្យដែរកំណត់ព្រំដែនសម្រាប់ខ្លួនឯងព្រំដែនអារម្មណ៍ណាចាព្រំដែនអារម្មណ៍បែបណាគឺយើងកំណត់ថាអ្វីមិនល្អខ្ញុំមិនយកមកដាក់ក្នុងចិត្តខ្ញុំមិនបដោតខ្ញុំមិនស្ដាប់ចាខ្ញុំស្ដាប់តែរឿងរ៉ាវណាដែលល្អរឿងរ៉ាវណាដែលវានាំមកនៅផលវិជ្ជមានសម្រាប់យើងនិងសម្រាប់មនុស្សជុំវិញយើងចានៅពេលដែលយើងប្រកាន់បែបនេះធ្វើឲ្យរឿងរ៉ាវនៅក្នុងសង្គមចាគេលែងផលិតអ្វីដែលមិនល្អទៀតទេនោះវាអត់ទទួលបានការចាប់អារម្មណ៍ទៀតចាអញ្ចឹងខ្ញុំគ្រាន់តែសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាចាអរគុណ